ថ្ងៃនេះគ្រាន់តែចេញធ្វើការភ្លាមមានការងារធ្វើផ្លែតតែម្ដងបងប្អូនទាំងអស់គ្នាពីព្រោះថាថ្ងៃនេះគឺត្រូវតែទៅក្រសួងអន្តរប្រវេសន៍ដើម្បីធ្វើការបន្តសុពលភាពស្នាក់នៅគឺបន្ត ID card ហ្នឹងឯងបងប្អូនទាំងអស់គ្នាគិតថាថ្ងៃហ្នឹងត្រូវអស់លុយទៀតហើយក៏តែជាសំណាងបានប្រុសពូគាត់ចិត្តល្អហៅខ្ញុំមកជាមួយដើម្បីកុំអោយចំណាយទៅលើការជិះតាក់ស៊ីឬមួយក៏ឡានក្រុងនឹងឯងបងប្អូនទាំងគ្នារាល់ដងជិះតាក់ស៊ីមកដោយខ្លួនឯងឬមួយក៏ឡានក្រុងចំណាយអស់$50ដែរនៅតាមផ្លូវនេះគឺយើងទៅយ៉ស៊ូអ្នកគ្នានេះជាព្រំប្រទល់យ៉ស៊ូជាមួយនឹងស៊ុនឆុនដែលយើងធ្វើការឥឡូវនេះគឺខ្ញុំបានមកដល់ក្រសួងអន្តរប្រវេសន៍ហើយបងប្អូនទាំងគ្នាចឹងយើងចូលទៅដល់ចាប់លេខរងចាំនេះគឺបន្ត ID card ឬមួយក៏បានអត្តសញ្ញាណប័ណ្ណខ្មែរថាអត្តសញ្ញាណប័ណ្ណនឹងឯងអ្នកគ្នាអូខេការងារខាងក្នុងរួចរាល់ហើយប៉ុន្តែខ្ញុំមិនបានលំអិតនៅវីដេអូដើម្បីបងប្អូនមើលនោះទេដោយសារខ្ញុំរវល់ការងារណាកម្ពុជាមកលោជំរាបសួរហ្នឹងហើយអ្នកគ្នាឥឡូវនេះគឺបន្ទាប់ពីចូលនៅក្នុងក្រសួងអន្តរប្រវេសន៍រួចហើយគឺពីអ្នកប្រុសតូចប្រុសពៅហើយគង់តែបណ្ណាទៀតទេពីអ្នកប្រុសពៅបន្តដំណើរទៅដើរកំសាន្តមកសមុទ្រតិចមើលចឹងក៏បានប្រុសពៅកន្លែងខ្ញុំធ្វើការជូនមកកុំអីអស់បច្ច័យចំនួនប្រហែលខ្ទង់$50ដែរបាទអរគុណគាត់ខ្លាំងមែនទែនឥឡូវនេះគឺយើងពីអ្នកប្រុសពៅខ្ញុំពីអ្នកប្រុសពៅធ្វើដំណើរទៅខាងណាខាងណីទេបាទគាត់ថាជូនទៅគូខ្យងណាទេឈឺមកឌីខាសេឈឺមកឌីខាសេបាទតើឃើញអញ្ចឹងណាអ្នកគ្នាបច្ចុប្បន្នចំនួន80វស្សា80វស្សាហើយនៅធ្វើការប្រុលហើយជន់ឡានដូចជុះសង្គ្រាដែរណាឃើញអញ្ចឹងហ្នឹងបាទខ្ញុំចេះហ៊ានប្រុសតូចគេហើយផ្ទះរបស់គាត់ហ្នឹងនៅយ៉ស៊ូបាទគាត់ពេលព្រលឹមខ្ញុំសារសួរគាត់ពេលព្រលឹមឡើងហ្នឹងគឺក្រោកម៉ោង4ក្រោកម៉ោង4ទៀបភ្លឺនេះដើម្បីទៅធ្វើការនៅកន្លែងខ្ញុំស៊ុនឆុនស៊ីឆ្ងាយគួរសមរបស់គាត់ដែរហើយគាត់អាយុគាត់ដូចច្រើនដែរហ្នឹងហើយថ្ងៃនេះប្រុសពូគឺមិនថាតែជូនមកកន្លែងក្រសួងដល់វេទេគាត់ថាជូនទៅមើលដើរលេងបន្តិចបាទនៅម្ដុំផ្ទះគាត់ណាគេនៅយ៉ស៊ូហ្នឹងឯងពេលនេះគឺតាមខ្ញុំគឺមានសមុទ្រដ៏ស្រស់ស្អាតដែរបាទឥឡូវនេះគឺកំពុងបន្តដើរហើយបាយថ្ងៃត្រង់អត់ទាន់បានទេប្រហែលជាថ្ងៃបាយថ្ងៃត្រង់ជាមួយនឹងប្រុសពូថ្ងៃនេះហ្នឹងហើយអ្នកគ្នាឥឡូវនេះមុននឹងដល់កន្លែងពិសាបាយយើងចូលចាក់សាំងបន្តិចសិនហើយបន្ទាប់ពីចាក់សាំងរួចហើយយើងក៏ដើរសម្ដៅទៅហាងបាយឥឡូវយើងទៅហូបឆាំងអថាំងបាទឆាំងអថាំងណាភាសាកូរ៉េប៉ុន្តែខ្ញុំមិនដឹងថាត្រីហ្នឹងហៅស្អីទេភាសាខ្មែរយើងនោះបាទហើយជាស៊ុបលក្ខណៈស៊ុបដូចបបរបន្តិចអីបន្តិចមិនដឹងទេហើយឃើញមកហូបក្រហមនេះនឹងមកឆ្ងល់នេះគឺជាភាសាកូរ៉េថាផាន់ឆាន់ដែលជាមកហូបដែលមិនអាចខ្វះបានរបស់ជនជាតិកូរ៉េអាចនិយាយបានថាជាប្រពៃណីទំនៀមទម្លាប់គេណាពេលពិសាអាហារនិយាយទៅគឺជាមកហូបបន្តបន្សំដូចខ្មែរយើងមានទឹកត្រីមានអីចឹងទៅបន្ទាប់ពីញ៉ាំអាហារក៏ដាក់កាហ្វេមួយពែងសិនហើយកាហ្វេនេះគឺ free ទេបងប្អូនទាំងអស់គ្នាគឺអត់បានចំណាយប្រាក់ទៅលើថ្លៃកាហ្វេទេណោះប្រុសពៅគាត់ចេញមកពីអាហារដ្ឋានហើយយើងនឹងបន្តដំណើរទៅបន្តិចទៀតគឺគាត់នាំទៅទស្សនាសមុទ្របាទទៅទស្សនាសមុទ្រហ្នឹងហើយអ្នកគ្នាចតឡានចោលអូខេឡោះប្រុសតូចនាំទៅហើយណាមេឥឡូវដើរតាមប្រុសពៅហើយបាទហើយដឹងគាត់នាំទៅណាទេលើកនេះបាទចុះពីហូបបាយឥឡូវនាំដើរក្រោមរូងភ្នំចតឡាននៅក្រោយឥឡូវដឹងគាត់ទៅណាឥឡូវដើរតាមគាត់ចាំមើលគាត់នាំទៅណាហ្នឹងហើយអ្នកគ្នាបន្ទាប់ចេញពីបាយមកពីអ្នកប្រុសពៅបាទហើយក៏បានមកធ្វើដំណើរកំសាន្តគាត់ជូនដើរលេងថ្ងៃនេះមិនទៅប៉ាវបាយទេបាទចេញថ្លៃបាយហើយដើរលេងហើយក្រោយគឺសមុទ្រហើយគេទៅវិញដូចជាទឹកសមុទ្រហូរឡើងចឹងបាទឥឡូវដើរនៅមាត់សមុទ្រយ៉ស៊ូសមុទ្រយ៉ស៊ូមានមាត់សមុទ្រទេនេះគាត់កន្លែងដើរលេងចឹងណាបាទនេះ여름에요? 수영 알아봤어요. 여기 설 많이 오고 막
해수욕장 있어요, 이게? 네. 해수욕장 있어요? 해도 저기 저기요? 저 거기 아. 해도 가볼까? 가봐. 아니요. 멀어요. 저 시간이 없어요. 차 타고요, 차 타고요, 저기. À. Nếu mà bố tao khi mình to bị miền rừng sau đây cả lá từ đây bờ tây Campuchia dương có miền cái lain khác lư mà tệ thà chuẩn chỉ cái rừng ở chuẩn chỉ Campuchia dương anh chẳng á ហើយសម្រាប់កន្លែងខ្ញុំធ្វើការនេះគឺគ្មានរឿងបែបនោះទេគឺយើងធ្វើការធម្មតារាក់ទាក់គ្នាធម្មតាទេបងប្អូនទាំងអស់គ្នា